រឿងនឹកស្មានមិនដល់បានកើតឡើងនៅឯប្រទេសអេស្ប៉ាញកាលពីយប់មិញនៅឯឡាលីកាភ្ញាក់ផ្អើលខ្ញុំមិននឹកស្មានថារឿងនឹងកើតឡើងបងប្អូនហើយព្រេមរបស់ក្រុមបាសេឡូណាប្រកាសជាដឹងរឿងនឹងយប់មិញនេះ FC បាសេឡូណា comeback វាយបកសាហាវណាស់បងប្អូនអូយនៅក្នុងទឹកដីរបស់ក្រុម Atletico de Madrid 4-2 បាទ 4-2 ការប្រកួតកាលពីយប់មិញគ្រាន់តែបើកឆាកមកលេងបុកបាសេឡូណាបុកយកហ្មងក៏ប៉ុន្តែបុកឲ្យជើងក្រោមនឹងទលាយអាត្លេទីកូវិញបកប៊ីបានគ្រាប់បាល់ក៏ប៉ុន្តែការសម្រុករបស់បាសេឡូណានៅតែគ្មានប្រសិទ្ធភាពលេងរហូតដល់នាទីទី44ក៏នៅតែគ្មានគ្រាប់បាល់នាទីទី45បុកពេកបាសេឡូណាក៏មានការវាយបកពីអាត្លេទីកូម៉ាឌ្រីតអាត្លេទីកូដាក់មកគ្រាប់ពឹងមុនចប់ការប្រកួតវគ្គទី1មកគ្រាប់នាទីទី45ដោយជូលៀនអាល់វ៉ារ៉េសស៊ុបបញ្ចូលទីទៅលើបាសេឡូណាមួយគ្រាប់ចុងម៉ោងនៅវគ្គទី1គាត់ចេញពីប៉ាមកខ្ញុំថាយ៉ាអាត្លេទីកូម៉ាឌ្រីតដាក់ទីដល់លេងអត់ឈ្នះអាត្លេទីកូមែនចប់ការប្រកួតវគ្គទី1គឺបាសេឡូណា0អាត្លេទីកូម៉ាឌ្រីត1ជូលៀនអាល់វ៉ារ៉េសស៊ុបមួយគ្រាប់បាទកាលពីវគ្គទី1ចូលដល់វគ្គទី2បងប្អូនមកចូលដល់វគ្គទី2លេងរហូតដល់នាទីទី60ជាងនៅតែគ្មានគ្រាប់បាល់នាទីទី70គឺនៅកន្លះខើកាត់បាល់ចូលឲ្យអាឡិចសាន់ដឺស៊ូឡុតសុទ្ធបានគ្រាប់ទី2ឲ្យអាត្លេទីកូម៉ាឌ្រីត 2-0 ត្រឹម70នាទីនៅសល់ពេលវេលាតែ20នាទីទេណាបងប្អូនណា2-0អាត្លេទីកូម៉ាឌ្រីតនាំមុខទៅលើបាសេឡូណាខ្ញុំថាអូ 2-0 មួយថ្ងៃបុកមិនទ្រុះផងឲ្យចុះទំនំ 2-0 នឹងបុកក៏មិនទ្រុះតាមមិនទាន់តឹងណាស់យ៉ាងច្រើននឹងបានមកគ្រាប់2ក្រុងវិញអស់ហើយបាទដល់ទៅពេលគ្មានទេបាទនាទីទី70នឹងបាន2គ្រាប់ទល់នឹង0ហ្នឹងអាត្លេទីកូនាំមុខទៅលើបាសេឈានដល់នាទី72 2នាទីក្រោយដល់2នាទីផងបាសេឡូណាវាយបកដោយរ៉ូបឺតលេវ៉ាន់ដូស្គីបាទបានមួយគ្រាប់មកវិញ2-1បាសេឡូណាបានមកគ្រាប់មកវិញណាមលោកមកតែ2នាទីដល់2នាទីផងរ៉ូបឺតលេវ៉ាន់ដូស្គីសុទ្ធបានមួយគ្រាប់មកវិញ2-1ទៅលើក្រុមអាត្លេទីកូម៉ាឌ្រីតបាសេ1អាត្លេទីកូ2រំលងបាន6នាទីក្រោយនាទីទី78បាសេឡូណាសុទ្ធតាមស្មើ2-2អូយលឿនមែនទែនការលើកបាល់ free kick ពីរ៉ាហ្វីញ៉ាឲ្យមកហ្វឺរ៉ានតូរ៉េសតែចូលទីស្អាតដល់កបាទ2ស្មើត្រឹម78នាទីអត់ទាន់អស់ទេខ្ញុំញាក់បាល់បងប្អូនបាទញាក់បាល់អស់អត់លេងម៉ោងនាទីទី90បូកទៅហើយថែម6នាទីណាបងប្អូនណាថែម6នាទីនាទីទី90បូក6ដល់ទៅពេលហើយនាទីត្រឹមនាទីទី90បូក2ទេ90បូក2គឺឡាមីនយ៉ាម៉ាល់សុទ្ធបញ្ចូលទីគ្រាប់ទី3ឲ្យមកបាសេឡូណាយ៉ាងអស្ចារ្យពីលើតបូលទូកទៅផ្លាតបន្តិចបាទ3-2ញាក់ផ្អើលបងប្អូនអើយគ្រាប់បាល់3-2នាទីទី90បូក2ចុងម៉ោងទៅហើយបងប្អូនហើយបាទចុងម៉ោងទៅហើយ3-2ខ្ញុំមិននឹកស្មានបងប្អូនណា3-2នេះវាអស្ចារ្យពេកទៅព្រោះថាអាត្លេទីកូម៉ាឌ្រីតនាំមុខ 2-0 នៅតង់ទី1មកគ្រាប់តង់ទី2ថែមមកគ្រាប់ទីនាទីទី70 2-0នាទីទី70 2-0ត្រឹមតែ20នាទីក្រោយលេងដាក់បាន3នាទី3គ្រាប់បាសេឡូណាដាក់3គ្រាប់ត្រឹមនាទីទី90បូក2ដោយឡាមីនយ៉ាម៉ាល់ពេទ្រីបញ្ជូនឲ្យឡាមីនយ៉ាម៉ាល់ឡើងពីលើតបូលទូកអស់ម៉ោងទៅហើយនាទីថែមម៉ោងបន្ថែម 5-6 នាទីនឹងម៉ោងអស់ម៉ោងចុងក្រោយគេបំផុតថែម6នាទីនឹងអស់ម៉ោង6នាទីហើយអាញាកណ្ដាលឲ្យលេងមកប្រើទៀតដោយសារតែគ្រាប់បាល់ទី3របស់បាសេឡូណានោះគេ celebration ទៅរឿងស៊ីម៉ោងនាយអាយអញ្ញាកណ្ដាលឲ្យលេងមកប្រើទៀតក៏លោកអាត្លេទីកូម៉ាឌ្រីតវាយបកបាន3ស្មើមិនបាន3ស្មើហើយណាយកបាល់មកសុទ្ធបញ្ចូលទីមកគ្រាប់ទៀតគ្រាប់ទី4ពី Ferran Torres មកតបទល់នឹង2នាទីទី90បូក8ណាលើសម៉ោងបន្ថែម6នាទីលើស2នាទីទៀតបាទវាយបកមកដាក់មកគ្រាប់ទៀត4-2បងប្អូនអើយភ្ញាក់បាល់ខ្ញុំអត់នឹកស្មានថារឿងនឹងកើតឡើងបានណាcomeback សាហាវបាសេឡូណាខ្ញុំរំលឹកកាលពីជួបគ្នាជាមួយនឹង Benfica អស់ម៉ោងអលីងហើយបាទរ៉ាហ្វីញ៉ាសុទ្ធផ្ដាច់គ្រាប់ទី5-4ទៅលើក្រុម Benfica នៅឯទឹកដី Benfica ដល់កបងប្អូនណាបាទដល់កបាសេឡូណាបាទខ្ញុំនឹកឃើញកាលនេះវគ្គសំបន្ទុនៅក្នុងវគ្គLeague Pass បាសេឡូណាដាក់ដល់ទៅ5-4ចុងម៉ោងអស់ម៉ោងហ្នឹងវាយបកចុងម៉ោងបាន5-4ឥឡូវមកធ្វើបាបអាត្លេទីកូម៉ាឌ្រីតនៅក្នុងទឹកដីរបស់ប្រទេសអេស្ប៉ាញនៅកណ្ដាលក្រុងម៉ាឌ្រីត
បាសេឡូណាចុងម៉ោងអស់ថែមគ្រាប់ទី4ទល់នឹង2ទៅលើអាត្លេទីកូម៉ាឌ្រីតយ៉ាងអស្ចារ្យយ៉ាងភ្ញាក់ផ្អើលនៅឯឡាលីកាមិនទាន់ឃើញគ្រាប់បាល់ណាខំបេកសាហាវបែបហ្នឹងទេបើទើបឃើញបាសេឡូណាធ្វើរឿងនឹងកើតបានឆ្នាំនេះរដូវកាលនេះទាំងនៅ Champions League ទាំងនៅ La Liga បន្ទាប់ពីសុទ្ធបានមួយគ្រាប់បាទទៅលើអាត្លេទីកូម៉ាឌ្រីតហើយគ្រាប់ទី2គ្រាប់ទី3គ្រាប់ទី4មកពេលនេះឈ្នះបាន3ពិន្ទុទៀតបាសេឡូណាមាន60ពិន្ទុឡើងមកលេខ1ទៀតហើយរៀលម៉ាឌ្រីតឈរលេខទី1បានមួយផ្លែតទៀតឥឡូវហ្នឹងបាសេឡូណាឡើងលេខ1ទៀតទេបាទ60ពិន្ទុស្មើក៏ប៉ុន្តែបាសេឡូណាចំណេញគ្រាប់បាល់ឡើង48រៀលម៉ាឌ្រីតចំណេញគ្រាប់បាល់តែ32បាទចឹងបាសេឡូណាលេខ1រៀលលេខ2លេខ3អាត្លេទីកូម៉ាឌ្រីតប៉ុន្តែបាសេឡូណាចំណេញមួយប្រកួតទៀតសម្រាប់ FC បាសេឡូណាបាទមួយប្រកួតរបស់បាសេឡូណាដែលនៅសេសសល់មួយប្រកួតនោះបាទដែលចំណេញណាបងប្អូនមួយប្រកួតនោះពួកគេនឹងត្រូវជួបជំនុំជីរ៉ូណាបាទជីជ្រក់នៅក្នុងទឹកដីខ្លួនឯងនៅថ្ងៃទី30ខែ3ហ្នឹងបាទថ្ងៃ30បាទខែ3បានត្រឡប់មកវិញហើយបាទឡាលីកាបាទអញ្ចឹងអបអរសាទរសម្រាប់ជ័យជំនះដ៏ត្រចះត្រចង់ជ័យជំនះដ៏អស្ចារ្យរបស់បាសេឡូណាទៅលើអាត្លេទីកូម៉ាឌ្រីតដែលជាក្រុមប្រជែងជើងឯកដែលលេខ1លេខ2លេខ3នឹង3នាក់អាត្លេទីកូរៀលហើយនឹងបាសេនឹងប្រជែងគ្នាខ្លាំងណាស់បាសេឡូណាដាក់4ទល់នឹង2ក្នុងទឹកដីបាទរីយ៉ាតអែមេត្រូប៉ូលីតាណូកណ្ដាលក្រុងម៉ាឌ្រីតរបស់អាត្លេទីកូដេម៉ាឌ្រីតខ្ញុំញាក់បានមែនទេបងប្អូនអើយបាទល្អពេកបាទសម្រាប់ក្រុមបាសេឡូណាសម្រុកកាចដល់កបាទយើងទៅមើលនៃស្ថិតិសម្រាប់ការប្រកួតរវាងក្រុមទាំងពីរបន្តិច90នាទីពេញ 4-2 ហ្នឹងបាសេឡូណាគ្រប់គ្រងបាល់ 66% អាត្លេទីកូតែ 34% ទេគណៈដែលបាសេឡូណាសុទ្ធ13ជើងបងប្អូនអើយ13ជើងនោះចំគោលដៅ6ចូល4អាត្លេទីកូម៉ាឌ្រីតសុទ្ធ7ជើងចំគោលដៅ2ចូលទាំង2បាទអញ្ចឹងទាំងការគ្រប់គ្រងបាល់ទាំងការសុទ្ធបាទទាំងបាល់ជ្រុងហ្នឹងគឺចេញមកហ្នឹងគឺបាសេឡូណាអត់មានយល់មុខម្ចាស់ផ្ទះអាត្លេទីកូម៉ាឌ្រីតទីមកសម្រុករកគ្រាប់បាល់ហ្មងបងប្អូនហើយអត់មានមកតែលាក់ជើងជាមួយអាត្លេទីកូទេមកបុកយករបស់បងប្អូនអូយសម្រុកតតបាន4គ្រាប់ទល់នឹង2ខំបេកសាហាវណាស់បាទស្ថិតិបាសេឡូណាលើគ្រាប់បាល់ក៏លើមានន័យថាបាសេឡូណាល្អជាងអាត្លេទីកូម៉ាឌ្រីតឆ្ងាយបាទល្អជាងឆ្ងាយមែនទេបាទអរគុណបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមសរសើរហើយខ្ញុំពិតជាភ្ញាក់ផ្អើលសម្រាប់ការរកគ្រាប់បាល់ខំបេកសាហាវបែបនេះបាទការវាយបកត្រឡប់គេនាំមុខ2-0ហើយវាយបកបានឡើង4គ្រាប់មកវិញ20នាទីបាន4គ្រាប់មិនធម្មតានាទីទី70អាត្លេទីកូម៉ាឌ្រីតដាក់2-0ចាប់ពី70នាទីឡើងទៅបើយើងអាចនិយាយថាមើល20នាទីថែម6នាទី8នាទីវាឡើង28នាទីបាសេឡូណាសុទ្ធ4គ្រាប់ទៅលើអាត្លេទីកូម៉ាឌ្រីតឈ្នះ 4-2 អស់ទាស់អរគុណបងប្អូនយើងសម្រាប់ការទស្សនាបាទខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន